បាទសួស្តីបងប្អូនទាំងអស់គ្នាមកជួបគ្នានៅវីដេអូថ្មីបន្តទៀតហើយដែលខ្ញុំតែងតែចែករំលែកទៅនឹងបទពិសោធន៍មួយចំនួនរបស់ខ្ញុំជុំវិញទៅនឹងការធ្វើ YouTube ក៏ដូចជាការបង្ហោះវីដេអូនៅក្នុង YouTube បាទហ្នឹងហើយបងប្អូនថ្ងៃនេះគឺចង់មកនិយាយចែករំលែកទៅកាន់បងប្អូននៅចំណុចមួយចំនួនទៀតដែលបងប្អូនគួរធ្វើដើម្បីឲ្យ channel បងប្អូនទាំងអស់គ្នានឹងឆាប់បានគ្រប់គោលការណ៍រកលុយជាមួយនឹង YouTube បាទជាការពិតណាស់ YouTube វាមិនមែនជាស្រួលទេមុននឹងអ្នកគេរកលុយបានមួយហ្នឹងគឺគេតស៊ូណាស់ខ្ញុំនិយាយសម្រាប់អ្នកដែលគាត់ធ្វើ content original សម្រាប់បងប្អូនដែលគាត់ធ្វើបែបកាប់ដាវ web អីខ្ញុំអត់ដឹងទេតែសម្រាប់ original គឺត្រូវផុសទៀងទាត់បាទហើយមាន content ច្បាស់លាស់ហ្នឹងទើបអាចទៅរួចហើយក៏នៅតែមានមនុស្សមួយចំនួនទៀតពួកគាត់ខំណាស់តែនៅតែមិនទាន់គ្រប់គោលការណ៍ដែរអញ្ចឹងបងប្អូនមានតែការតស៊ូទេបាទក៏ការតស៊ូរបស់យើងតស៊ូបើសិនជាឥឡូវនេះយើងមិនទាន់បានគ្រប់គោលការណ៍ច្បាស់ណាស់ថាបើសិនជាយើងនៅតែបន្តតស៊ូទៅមុខទៀតបាទយើងនឹងអាចគ្រប់គោលការណ៍តែគ្រាន់តែបញ្ជាក់ថាYouTube យើងបើសិនជាមានពេលវេលាច្រើនយើងកុំធ្វើតែមួយ channel យើងមានពេលច្រើនយើងគួរតែធ្វើឲ្យច្រើន channel តិចទៅបាទអាចបង្កើត2ឬ3ទៅ content ដូចគ្នាក៏បានឬក៏មាន content ផ្សេងគ្នាក៏បានដែរសំខាន់ content បងប្អូនផលិតមកនោះគឺជា content ដែលល្អជា content ដែលបើសិនជាធ្វើទាក់ទងទៅនឹងការអប់រំគឺត្រូវតែអប់រំបាទអប់រំសុទ្ធដើម្បីឲ្យ YouTube ដឹងពី unique បាទរបស់ YouTube របស់យើងហើយ YouTube យើងធ្វើពីអីដើម្បី YouTube គេស្រួលនៅក្នុងការជំរុញក៏ដូចជារុញវីដេអូរបស់យើងទៅលើ platform YouTube របស់ពួកគេដើម្បីឲ្យមានអ្នកទស្សនាចូលមើលនឹងបាទនេះជាចំណុចទី1ហើយមួយទៀតការរចនាទៅលើ channel របស់យើងក៏ជារឿងសំខាន់ដែរដូចជា cover នៅលើ channel តើទៅនឹង logo channel របស់យើងហើយនឹងទី2នោះគឺឈ្មោះ channel របស់យើងក៏ជារឿងសំខាន់បន្ថែមទៀតឈ្មោះដែលបាទអាចថាស្តៀងទៅនឹង channel គេធំ channel គេល្បីក៏ជារឿងដែលយើងគួរតែអាចថាយកលំនាំតាមយើងព្យាយាមមើលទៅលើពួក influencer YouTuber ធំនៅស្រុកគេធ្វើមិនជាក់ស្ដែងដូចយើងទៅមើលលើ Mr Beat គាត់ជា YouTuber មួយដែលលំដាប់កំពូលបាទគឺ concept គាត់ថ្មីរហូតគាត់ในការផលិត YouTube របស់គេវីដេអូ YouTube របស់គេនោះគឺquality មែនតើមានតែកាមេរ៉ាមានតែការលេង effect អីផ្សេងនៅលើ YouTube នៅវីដេអូរបស់ពួកគេហ្នឹងរបស់គេហ្នឹងរាល់ការផុសយើងមើលទៅឃើញការកាត់តរបស់គេពិតជាមានលក្ខណៈពិសេសមែនតើហើយគឺគេចេះរក challenge ថ្មីដើម្បីយកមកលេងហើយឃើញគេនោះមានថតជាមួយនឹងទាំង Cristiano Ronaldo ថែមទៀតហើយសូម្បីតែ Cristiano Ronaldo នោះដែលជាកីឡាករបាល់ទាត់អាចថាលំដាប់ពិភពលោកអីRonaldo ហើយ Messi ហ្នឹងគឺលំដាប់ឯដូចមហាសិទ្ធិបាល់ទាត់អញ្ចឹងគាត់ក៏បង្កើត channel YouTube របស់ខ្លួនឯងដែរបាទនេះអាចថាមិនដឹងជាគាត់មានគោលបំណងដើម្បី build brand ខ្លួនឯងឬក៏អាចថាមិនទេព្រោះសំខាន់តែ YouTube តែបង្កើតមកគឺអាចគ្រប់លក្ខខណ្ឌគ្រប់គោលការណ៍ស្របតាមគោលការណ៍គឺរកលុយបានហើយអញ្ចឹងបាទហើយ channel គាត់ដូចជាឃើញទៅបង្កើតមួយរយៈកន្លងទៅតែឥឡូវដូចជាឡើង 71M subscriber ហើយមិនទេខ្ញុំមើលមុនដូចជា 71M ឬក៏ខ្ញុំច្រឡំខ្ញុំមើលបងប្អូនអាចចូលទៅមើលទៅគឺធំមែនទែន channel របស់គាត់ទៅបង្កើតសោះបាទហើយនឹងជារឿងមួយខ្ញុំនិយាយមិញគឺតកតងទៅនឹងការដាក់ឈ្មោះការធ្វើ logo ការរៀបចំ channel បាទហើយបន្ថែមទៀតនោះគឺចំណុចសំខាន់គឺតកតងទៅនឹងការផុសវីដេអូបងប្អូនកុំផុសថ្ងៃហ្នឹងមួយខែក្រោយទៀតបានផុសអានឹងធ្វើដល់ស្លាប់ខ្លួនទេក៏មិនគ្រប់ដែរយើងត្រូវផុសឲ្យទៀងទាត់ឧបមាថាមួយសប្តាហ៍យើងផុស2វីដេអូឬក៏3វីដេអូឬក៏1វីដេអូគឺយើងផុសឲ្យទៀងតែបើ1វីដេអូគឺតិចពេកបងប្អូនវាតិចខ្លាំងពេកមួយវីដេអូយកល្អ2ឬក៏3ទៅបាទ
ហើយវីដេអូបើសិនជាអាចគួរតែធ្វើវីដេអូឡងទៅសម្រាប់ប្រទេសយើងសពថ្ងៃគឺចំណូលដែលរកបានច្រើនគឺសម្រាប់វីដេអូឡងដែលជាប្រភេទវីដេអូវែងទើបអាចរកចំណូលបានច្រើនបើសិនជា short វីដេអូ short គឺឃើញថាមានអ្នក YouTuber គាត់ធ្វើមួយចំនួនទាំងខ្មែរទាំងបរទេសឃើញគាត់បញ្ជាក់ថាគាត់ធ្លាប់ប្រហើបថាវាបានលុយតិចមែនតើវា view រាប់អឹមតែដោយឡែកតាក់ទងនឹងលុយបានមកនោះគឺតិចខ្លាំងមែនតើអញ្ចឹងវាពិបាកបើយើងត្រូវការលុយយើងត្រូវតែធ្វើឡងអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងគួរតែធ្វើឡងទៅបាទនេះជាចំណុចមួយទៀតដែលចង់ឲ្យបងប្អូនគិតគូរហើយត្រូវធ្វើ channel វីដេអូផងក្នុង channel របស់ខ្លួនឯងមិនហើយ3ចំណុចនេះគឺសំខាន់បំផុតហើយមួយចំណុចសំខាន់ទៀតនោះ YouTube ហើយបងប្អូនកុំខុសលក្ខខណ្ឌណាកុំថតអីសាហាវខ្លាំងពេកថតអាវុធថតអីច្បាស់ពេកហ្នឹងគួរតែកុំថតអីសោះហើយបើអាចបងប្អូនចូលទៅមើល policy ដែលតកតងទៅនឹងលក្ខខណ្ឌរបស់ YouTube គេហាមឃាត់យើងអីខ្លះបាទអាហ្នឹងគឺជារឿងសំខាន់មួយទៀតដែរមួយទៀតបងសំខាន់ថែមទៀតនោះខ្ញុំតែនិយាយដែរខ្ញុំទៅតែចេញវីដេអូមុននិយាយតកតងនឹង review content តកតងទៅនឹងវីដេអូណាដែលគេប្រើច្រើននៅក្នុងបណ្ដាញសង្គមផ្សេងមិនថា TikTok មិនថា Facebook មិនថា YouTube មិនថាអីកុំយកមកកាត់ប្រើនេះវាអាចនឹងជាប់តកតងនឹង review content បាទហើយនៅពេលដែលជាប់ឲ្យស្នើពេលខ្លះបានពេលខ្លះអត់បានអញ្ចឹងយកល្អយើងគួរតែផលិតវីដេអូ original ខ្លួនយើងផ្ទាល់ទៅថតវីដេអូខ្លួនយើងផ្ទាល់ទៅល្អជាងបងប្អូនបាទហើយហ្នឹងហើយបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំមាន4ចំណុចហ្នឹងសំខាន់ហើយក៏មានជាការនិយាយ motivate លើកទឹកចិត្តទៅដល់ YouTuber អ្នកថ្មីបើសិនជាឆ្លាញ់ទៅលើវិស័យ YouTube នេះត្រូវតែដាក់ចិត្តដាក់កាយបាទមានធ្វើលែហើយវាចេញលទ្ធផលមកយើងរកលុយបានស្រួលទេអាចថាមានអ្នកខ្លះគាត់ផុសវីដេអូមួយចំនួនគាត់គិតថាมันផ្ទុះតែវាទៅជាផ្ទុះក៏មានដែរវាមានករណីហ្នឹងមែនតែពេលខ្លះមិនចឹងទេ channel ឥឡូវ2025 2026ថ្មីទៀត YouTube ផ្ដោតទៅលើគុណភាពបាទ YouTube ផ្ដោតទៅលើគុណភាពហើយ thumbnail ហ្នឹងកុំកុហកគេ thumbnail យើង design ធ្វើម៉េចឲ្យដូចទៅនឹងខ្លឹមសាររបស់វីដេអូយើងកុំកុហកខ្លាំងពេកអាហ្នឹង YouTube បើសិនជាវាអាចថា check មើលដឹងវាស្មើនឹងការបោកប្រាស់អញ្ចឹងហើយវា channel យើងនឹងអាចចូល blacklist ក៏ថាបានដែរហើយបាទហើយបញ្ហាសំខាន់មួយទៀតនោះគឺផនមានអ្នកមើល YouTube បច្ចុប្បន្នគឺពិបាករកជាងគេគឺ audience អញ្ចឹងដូចថាអញ្ចឹងយើងនៅតែមាន tip តែមួយគត់ធ្វើម៉េចឲ្យមានអ្នកមើលគឺ content យើងល្អហើយយើងផុសឲ្យទៀងទាត់បាទផុសឲ្យទៀងទាត់ដូចខ្ញុំនិយាយមិញខាងដើមមិញហ្នឹងផុសឲ្យទៀងទាត់កុំអសកម្មខ្លាំងពេកហើយ content ត្រូវតែល្អកុំដដែលកុំជន់មួយគេធ្វើអ្វីដែលថ្មីយើងគិតថាអ្វីដែលថ្មីខ្ញុំយល់ថាពិបាកដែរវីដេអូដែលថ្មីសម្រាប់យើងអ្នកផលិតយើងពេលថាយើងសន់ដែរយើងគិតមិនចេញយើងតែអាហ្នឹងបងប្អូនព្យាយាមគិតឲ្យធ្វើម៉េចឲ្យលក្ខណៈមានលក្ខណៈពិសេសគេមើលមកវាតាក់ទាញមានគុណប្រយោជន៍ដល់គេនឹង YouTube ចូលចិត្តមែនទែនបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនបើសិនជាមានព័ត៌មានឬក៏តាក់ទងទៅនឹងចំណេះដឹងបទពិសោធន៍ថ្មីបន្ថែមទៀតខ្ញុំនឹងអាប់ដេតនៅក្នុង channel នេះហើយសូមបងប្អូនទាំងអស់គ្នាជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយផងបាទហើយអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើនបាទ